សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺយើងនឹងទៅនិយាយអំពីប្រវត្តិសង្គ្រាមធំៗចំនួន4ដែលបំផ្លាញពិភព Shinobi ទាំងមូលហើយយើងលើកយកសង្គ្រាមចំនួន3ដំបូងដែលវាចាប់ផ្ដើមពីសម័យ Hashirama ទៅដល់សម័យ Minato Namikaze ថាតើវាមានព្រឹត្តិការណ៍អីគេខ្លះនិងមូលហេតុអីបានជាវាឈានទៅដល់សង្គ្រាមលោកលើកទី4យើងត្រូវថយក្រោយទៅមើលសង្គ្រាមទី1សង្គ្រាមទី1វាជាសង្គ្រាមដែល Hidden Leaf គឺត្រូវបានបង្កើតឡើងប៉ុន្តែវាអត់មានស្ថិរភាពសង្គ្រាមទី2គឺនៅពេលដែលមានកំណើត Sannin និង White Fang ហើយសង្គ្រាមទី3គឺជាកំណើត Legendary ដែលយើងស្គាល់មានដូចជា Yellow Flash, Obito, Kakashi និងក្រុម Akatsuki ចឹងទាំងអស់គ្នារកកន្លែងអង្គុយស្រួលយើងចាប់ផ្ដើមទៅសង្គ្រាមទី1ទាំងអស់គ្នាមុនចូលដល់ខ្លឹមសារនៃ clip សូមឲ្យអ្នកគ្នាកុំភ្លេចជួយ like, subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំសង្គ្រាម Shinobi លើកទី1ដើម្បីចូលទៅក្នុងសង្គ្រាមនេះយើងត្រូវយល់អំពីព្រឹត្តិការណ៍មុនបន្តិចបន្ទាប់ពី Hashirama និង Madara គឺចប់សម័យសង្គ្រាមហើយបង្កើត Village Konohakakure ក៏ដូចជា Village ធំៗចំនួន4ផ្សេងទៀតគឺមានដូចជា Kumo, Suna, Kiri និង Iwa នៅក្នុងពិភព Shinobi ដែលយើងស្គាល់ថាជារដ្ឋធំចំនួន5តែការបង្កើត Village ទាំងអស់នេះគឺមិនបានយកសន្តិភាពមកជាមួយទេ Village ថ្មីៗទាំងនោះបែរទៅជាប្រកួតប្រជែងគ្នាដណ្ដើមធនធាននិងឥទ្ធិពលអត់ឈប់ឈរដល់ថ្នាក់ប្រព្រឹត្តនៅការជួល Shinobi សម្រាប់គ្នាទៅវិញទៅមកហើយរឿងនេះកើតឡើងជារឿយៗរហូតទៅដល់វានាំភ្លើងឲ្យមានសង្គ្រាម First Great Ninja War នៅដំណាក់កាលដំបូងគឺយើងនៅតែឃើញថា Madara នៅតែពាក់ headband របស់ Hidden Leaf ហើយគាត់គឺបានបង្កើតភាពច្របូកច្របល់ជាច្រើននិងបង្ហាញអំណាចទៅលើ Hidden Stone ដើម្បីឲ្យពួកគេគឺចុះកងត្រាចូលរួមសាមគ្គីជាមួយនឹង Leaf Village រួចក៏បានដើរទៅមុខ Onoki ដែលជាអនាគតនៃ Tsuchikage និង Sannin របស់គាត់រឿងនេះគឺបានបញ្ជាក់ថា Iwakakure គឺកំពុងស្ថិតនៅក្នុងភាពតានតឹងយើងមិនដឹងច្បាស់ទេថាពេលនោះ Madara ទទួលខុសត្រូវច្រើនប៉ុណ្ណានិងធ្វើអីគេខ្លះតែប្រហែលឆ្នាំក្រោយសង្គ្រាមលើកទី1គឺបានចេញផ្លែផ្កាពិភព Shinobi ទាំងមូលគឺបានទាញចូលទៅក្នុងសង្គ្រាមដែលមិនធ្លាប់មានពីមុនមកនៅក្នុងអំឡុងពេលសង្គ្រាមយើងឃើញ Hashirama គឺគាត់បែរទៅជាលើកទង់សន្តិភាពមួយដោយសុខចិត្តកោះហៅកិច្ចប្រជុំលើកដំបូងដែល Kage ត្រូវមកពិភាក្សាជុំគ្នាទាំង5 Great Nation គាត់គឺបានបង្ហាញផែនការតាក់ទងទៅនឹងការចែក Tail Beast យក Bitchu ដែលគាត់ចាប់បានរួចប្រគល់ជាសិទ្ធិទៅកាន់ Village ធំៗដើម្បី balance power គ្នាមិនឲ្យ Village ណាខ្លាំងជាង Village ណាឡើយការធ្វើបែបនេះគឺគាត់សង្ឃឹមថាមនុស្សគឺនឹងមានអំណាចស្មើៗគ្នានិងចូលចិត្តសន្តិភាពមកវិញប៉ុន្តែគឺវាមិនដំណើរការដូចគាត់សម័យទេ Kazekage ទី1របស់ Village Hidden Sen បានបង្ហាញអាកប្បកិរិយាគឺមិនពេញចិត្តនិងបង្កភាពមិនសប្បាយចិត្តនៅក្នុងកិច្ចប្រជុំនោះរួចសង្គ្រាមគឺបន្តនៅក្នុងសម័យសង្គ្រាម Village ជាច្រើនគឺសុទ្ធតែបានបាត់ Kage ចំនួនដំបូងនិងចំនួនទី2ដូចជា Mu ជា Second Tsuchikage និង Gengetsu ជា Second Mizukage បានស្លាប់នៅក្នុងចំណោមការប្រយុទ្ធគ្នាដោយ Neutral Kill និងក្លាយទៅជា Emperor Stone ហើយខាត Kage ចំនួនទី2ទាំង2 Village អ្នកបន្ទាប់ដែលបាត់បង់នោះគឺជា Tobirama Senju ពេលនោះ Tobirama គឺជា Hokage ទី2ដែលបានបញ្ចប់ជីវិតនៅក្នុង Mission ព្រោះដើម្បីការពារជាតិក្នុងប្រតិបត្តិការដើម្បីបណ្ដេញ Kinkaku Force របស់ Village Hidden Cloud ហើយគាត់ក៏បានសម្រេចចិត្តស្លាប់ជំនួសដើម្បីឲ្យ Hiruzen និងមិត្តរួមក្រុមគឺបានហូតកិច្ចហើយក្រោយមក Hiruzen គឺបានក្លាយទៅជា Hokage ទី3ជាចុងក្រោយពិភព Shinobi គឺបានឈានទៅដល់ភាពទន់ខ្សោយទាំងអស់គ្នាដូចជាពិភពពិតដែរបន្ទាប់ពីយើងឆ្លងកាត់សង្គ្រាមលោកលើកទី1 Village ធំៗចំនួន5គឺបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនេះកន្លងផុតទៅជាច្រើនឆ្នាំសង្គ្រាមលោកលើកទី2គឺបានកើតឡើងដោយសារតែស្ថានភាពសង្គ្រាមដំបូងមិនទាន់បាត់ក្តៅប្រទេសទូចៗបណ្ដាលឲ្យរដ្ឋធំៗចំនួន5ត្រូវបានប្រើវាលដែនដីរបស់ពួកគេធ្វើជាទីលានសង្គ្រាមជាពិសេសគឺនៅ Amikakuri ជា Village Hidden Rain ស្ថិតក្រោមការប្រយុទ្ធរបស់ Land of Fire, Land of Wind និង Land of Earth សង្គ្រាមនេះគឺជាសង្គ្រាមដែលបានបង្កើតឈ្មោះល្បីជាច្រើននៅក្នុងប្រវត្តិសាស្ត្រដែលយើងមាន Hanzo of Salamander ជាមេនៃ Village Hidden Rain Legendary Sannin ដូចជា Jiraiya, Tsunade, Orochimaru ដែលត្រូវបានទទួលស្គាល់ដោយ Hanzo អ្នកបន្ទាប់គឺ Sakumo Hatake ជា White Fang of the Leaf ជាមេកង Leaf មួយដែលហត់ចិត្តនៅក្នុងសមរភូមិហើយត្រូវបានខូចកេរ្តិ៍ឈ្មោះព្រោះសម្រេចចិត្តជួយមិត្តរួមក្រុមជាជាង Mission
នៅក្នុងសង្គ្រាមមួយនេះអ្នកដែលបង្ហាញខ្លួនធំនោះគឺជាស៊ូណាដេគឺមិនត្រឹមតែជាអ្នកខ្លាំងខាងថៃជូតស៊ូនិង medical ninjutsu ទេនាងគឺជាអ្នកលើកយោបល់អំពីច្បាប់ថ្មីទៅកាន់ Konoha Village ថាគ្រប់ក្រុមនៅក្នុង Shinobi គឺគួរណាតែមានគ្រូពេទ្យម្នាក់ដើម្បីចេះ medical ninjutsu ក្នុងគោលបំណងឲ្យក្រុមនោះគឺអាចរស់នៅក្នុង mission បានយូរនិងបន្ត mission បានច្បាប់នេះគឺត្រូវបានអនុវត្តហើយផ្លាស់ប្ដូរចំហ Leaf ដ៏ធំធ្វើឲ្យ Leaf គឺមានអំណាចនៅក្នុងសង្គ្រាមលើស Village ផ្សេងៗ Tsunade ក៏ជាមនុស្សម្នាក់ដែលអាចរកឃើញ antidote ទប់ទៅនឹង poison របស់ Lady Shio ផងដែររឿងទាំងអស់ហ្នឹងគឺកើតឡើងដោយសារតែ Tsunade ធ្លាប់មានវិបត្តិផ្លូវចិត្តដោយសារតែការបាត់បង់ប្អូននិងមនុស្សដែលខ្លួនស្រឡាញ់ធ្វើឲ្យ Tsunade គឺខ្លាយទៅជាមនុស្សម្នាក់ដែលភ័យខ្លាចពីឈាមនិងជៀសវាងកុំឲ្យរឿងទាំងអស់ហ្នឹងគឺកើតឡើងលើខ្លួនម្ដងទៀតបើសិនជាយើងកាត់មកកាន់ព្រឹត្តិការណ៍ដែលបានកើតឡើងនៅ Hidden Rain តំបន់ Amekakure គឺត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទីទាំងស្រុងហើយបន្ទាប់ពីការប៉ះទង្គិចរវាង Hanzo និង Sanin វាបានបង្កើតឲ្យមានក្រុមកុមារមួយក្រុមដែលជាក្មេងកំព្រានិងជាជនភៀសសឹកក្នុងនោះយើងឃើញមាន Yahiko, Conan និង Nagato ដែលពួកគេក្រោយមកបានបង្កើតជាក្រុមដើមមួយដែលយើងស្គាល់ថាជា Akatsuki Member ក្នុងគោលបំណងដើម្បីស្វែងរកសន្តិភាពឲ្យ Hidden Rain ចុងក្រោយ Leaf គឺជាអ្នកឈ្នះប៉ុន្តែចំពោះទឹកដី Amekakure គឺមានការខឹងសម្បារទៅលើ Leaf ជាខ្លាំងហើយបន្ទាប់ពីសង្គ្រាមលើកទី2នឹងចប់ប្រហែលជា8ទៅ10ឆ្នាំក្រោយ Third Great Ninja War ក៏បានទុះឡើងពេលនោះ Shinobi ចំនួនថ្មីដែលយើងបានស្គាល់ដូចជា Minato, Kakashi, Obito, Rin, Sasori, A ដែលជាអនាគតនៃ Fourth Raikage មាន Killer Bee និង Fukaku Uchiha ក៏ចូលរួមនៅក្នុងវាសង្គ្រាមដែរចំណែកឯនៅលើទឹកដីនៃ Village Hidden Cloud Third Raikage គឺគាត់បានសុកចិត្តឈរតែម្នាក់ឯងប្រយុទ្ធជាមួយនឹង Shinobi ប្រមាណជាង 100,000 នាក់ដើម្បីឲ្យក្រុមការងាររបស់គាត់គឺបានរត់គេចចេញហើយគាត់គឺបានប្រយុទ្ធអស់រយៈពេល3ថ្ងៃ3យប់ទើបចាញ់នៅក្នុងសង្គ្រាមពេលក្រោយការប្រយុទ្ធផ្សេងទៀតដែលយើងបានឃើញនៅក្នុងសង្គ្រាមទី3គឺមានដូចជា Future Fourth Raikage A ជាមួយនឹង Killer Bee ដែលមាន Eight-tail Jinchuriki ក៏បានប្រយុទ្ធប្រឆាំងជាមួយនឹង Minato Namikaze ដែលជា Yellow Flash of the Leaf ដើម្បីសាកល្បង technical មួយទៅលើ Lightning របស់ Cloud ថាអាចចាប់ Flash របស់ Leaf បានអត់ហើយនៅក្នុងសម័យសង្គ្រាមលើកនេះយើងឃើញ Leaf គឺព្យាយាមប្រយុទ្ធប្រឆាំងទៅនឹង Stone ដែល Iwakakure គឺបានដាក់ទាហានជាង 1000 នាក់ទៅលុកលុយ Land of Glass ក៏បានបង្កឲ្យមានបណ្ដាញមួយដែលត្រូវបានផ្គត់ផ្គង់ supply ដ៏ធំនោះត្រូវបានគេស្គាល់ថាជា Kanabi Bridge ក្រោយពី Leaf គឺដឹងថាបើសិនជាពួកគេគឺបដាច់ផ្លូវស្ពានមួយហ្នឹងនោះនឹងធ្វើឲ្យកងទ័ពរបស់ Village Hidden Stone នឹងត្រូវចុះខ្សោយដូច្នេះ Hokage ក៏បានផ្ញើ mission នេះឲ្យទៅ team របស់ Minato ក្នុង mission គឺយើងឃើញថា Rin ត្រូវបានគេចាប់ធ្វើឲ្យ Obito និង Kakashi គឺបែកកំណត់ជាពីរថាយើងត្រូវត mission ឬក៏ជួយមិត្តភក្តិ Obito ខ្នាញ់ក៏លើករឿងឪពុករបស់ Kakashi យកមកនិយាយហើយដោយបោះទម្លាក់ពាក្យថាអ្នកដែលបោះបង់មិត្តរួមក្រុមគឺជាមនុស្សដែលអសមត្ថភាពបំផុតរួចពួកគេក៏បានរត់ទៅជួយ Rin វិញនៅក្នុងការជួយសង្គ្រោះគឺយើងឃើញ Obito គឺត្រូវបានថ្មសកត់លើហើយនៅពេលដែលអស់សមត្ថភាពត្រូវរុញថ្មនឹងចេញដង្ហើមចុងក្រោយ Obito ក៏បានផ្ដល់ Sharingan ខាងឆ្វេងឲ្យទៅ Kakashi និងបញ្ចប់ជីវិតដោយស្នើឲ្យ Kakashi គឺការពារ Rin មិនយូរប៉ុន្មាន Madara ក៏បានរកឃើញ Obito ចិត្តស្លាប់ឬយកគេទៅព្យាបាលជាមួយនឹង Hashirama Cell និងជំនួសដោយ Vaiksatsu នៅពេលដែល Obito ជាសះស្បើយគឺយើងបានឃើញថា Madara គឺបានបោក Obito ប្រើហើយគាត់គឺបានបង្ហាញ Obito អំពីពិភពคล้ายៗអំពីគម្រោង Infinite Tsukuyomi ហើយបង្ខំឲ្យ Obito គឺឃើញពីភាពឈឺឆាប់ពិតៗដូច Rin គឺត្រូវបាន Village Hidden Mist ចាប់ Three Tail ត្រូវបាន seal នៅក្នុងខ្លួននាងហើយនៅក្នុងបេសកកម្មជួយ Rin ក៏បានដឹងមុនក៏លោតចូលទៅក្នុង Chidori ដោយចេតនារបស់ Kakashi ហើយ Kakashi ពេលនោះក៏បានក្លាយទៅជាមនុស្សដែលសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ព្រឹត្តិការណ៍ទាំងអស់នេះ Obito ក៏បានមើលឃើញជាពេលដែលសម្រេចចិត្តថាពិភពពិតគឺគ្មានអ្វីក្រៅពីឈាមនិងទុក្ខវេទនាទេបើសិនជាមានឱកាសត្រូវលុបបំបាត់ចោលទាំងមូល Obito នឹងធ្វើចាប់ពីពេលនោះ Obito ក៏បានចាប់យកអត្តសញ្ញាណរបស់ Madara ដូរឈ្មោះទៅជា Tobi ហើយចាប់ផ្ដើមធ្វើការពាក់ព័ន្ធទៅនឹងសង្គ្រាមនិងផែនការ Infinite Tsukuyomi នៅក្នុងពេលដំណើរគ្នាគឺយើងឃើញ Yahiko, Conan,
និង Nagato គឺបានបង្កើតក្រុម Akatsuki ហើយ Hanzo គឺបានរួមដៃជាមួយនឹង Danzo នៅក្នុង Route Anbu ចាប់ Conan ធ្វើជាគោលដៅមួយដើម្បីគម្រាមកំហែងឲ្យ Nagato គឺសម្លាប់ Yahiko នៅវិនាទីដែលគិតអីអត់ចេញ Yahiko ក៏បានលោតចូល Kunai របស់ Nagato ដោយសុខចិត្តស្លាប់គឺដើម្បីឲ្យ Conan គឺនៅរស់កំហឹង Nagato ក៏ចាប់ផ្ដើមផ្ទុះឡើងនិងបន្តថាកំហុសទាំងអស់គឺមកពី Danzo និងពិភព Shinobi ទាំងមូល Nagato ក៏បានចូលទៅកាន់ Mode Pain ប្រើ Rinnegan កម្ចាត់ Hanzo ពីពេលនោះទៅ Hidden Rain Village ក៏បានចូលទៅក្នុងសង្គ្រាម Civil War Hanzo ស្លាប់ Akatsuki គឺត្រូវបានបំលែងពីក្រុមសន្តិភាពទៅជាក្រុមអក្រិតកម្មដែលនៅពីក្រោយដោយ Obito Setsu បានបញ្ជាក្រុមនេះពេលសង្គ្រាមទី3បញ្ចប់ Leaf ត្រូវបានគេចោទប្រកាន់ជាខ្លាំងជាពិសេសគឺលើ Hokage ទី3ជា Hirosen Sarutobi ហើយដោយសារតែក្រោមសម្ពាធនយោបាយផងធ្វើឲ្យគាត់សុខចិត្តលះបង់តំណែងអ្នកបន្តដែលយើងបានឃើញចូលមកដឹកនាំនោះគឺជា Minato Namikaze Hero of the Third World ក្លាយទៅជា Hokage ទី4តែសន្តិភាពក្រោយសង្គ្រាមគឺមិនបានបន្តរយៈពេលយូរទេនៅក្នុង The Land of the Hidden Mist Bloody Mist Era ក៏បានកើតឡើងក្រោយសង្គ្រាម Onoki Tsuchikage ទី3ក្លាយទៅជាមនុស្សដែលចាប់ផ្ដើមមានចិត្តអាក្រក់ដោយសារតែការមិនទុកចិត្ត Leaf Lady Shio របស់ Sen ក៏ចាប់ផ្ដើមមានកំហឹងទៅលើ White Fang ដែលជាឪពុករបស់ Kakashi ចំណែក A និង Killer B គឺត្រូវបានចំណាំនៅទុកសោកនាដកម្មរបស់ឪពុកខ្លួនចុងក្រោយផលវិបាកគឺកាន់តែធំជាពិសេសគឺសម្ពាធលើ Leaf កំណើតក្រុម Akatsuki ថ្មី Nine Tail Attack លើ Leaf ការសម្លាប់ Minato និង Kushina ហើយ Naruto ខ្លះទៅជា Jinchuriki ការបង្កើតភាពសង្ស័យទៅលើ Clan Uchiha ហើយការសម្លាប់បង្គាលើ Clan Uchiha ស្ថានភាពទាំងអស់នេះគឺបានបន្តឲ្យយើងឃើញទៅកាន់ផ្លូវនៃ The Four Great Ninja World អូខេចឹងវីដេអូថ្ងៃនេះគឺយើងមានប៉ុណ្ណឹងអរគុណដល់អ្នកគ្នាដែលបានស្ដាប់ទស្សនាគឺយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ That's all I got. Peace and love. I'm up. Bye bye.